ស្ដីអ្នកនរគ្នាដែលជាអ្នកដែលជួយចិត្តលេងឡានបាទថ្ងៃនេះចង់ធ្វើចំណាប់អារម្មណ៍តិចតទៅនឹងហើយដូចបានជាយើងជួយចិត្តលេងឡានបាទទាំងតែយើងក្បាលគេចាស់ធំធំអីហើយអ្នកខ្លះមានប្រពន្ធហើយនៅលេងឡានទៀតដូចខ្ញុំឯងមានប្រពន្ធហើយនៅលេងឡានអាយ៉ែសិនមិនយកក៏ថាយើងមនុស្សធំកាចាស់ក្បាលនៅលេងឡានទៀតដោយកូនក្មេងអញ្ចឹងនេះជាប្រពៃណីខ្មែរយើងដែលតែងតែនិយាយបែបដូចហ្នឹងបាទតែខ្ញុំគិតថាมันគិតដូច្នោះទេនៅស្រុកគេលេងឡានថ្លៃយ៉ាងទៀតបាទហើយឡានដែលស្រុកគេលេងគឺលយយ៉ាងយើងទៀតបាទយើងទៅនឹងចាប់ផ្ដើមប្រហែលឆ្នាំក្រោយនេះលេងខ្លាំងបាទអញ្ចឹងខ្ញុំចង់និយាយពីអ្វីដែលខ្ញុំយល់ហើយក៏ប៉ុន្តែអ្នកខ្លះក៏លេងឡានដើម្បីមើលអីដើម្បីរកចំណូលក្នុង YouTube អីចឹងអានោះវាជារឿងមួយយ៉ាងដែរតែសម្រាប់ខ្ញុំចង់ចែករំលែកខ្លះយើងលេងឡានពេលខ្លះយើងមិនមែនត្រឹមតែចង់បានចំណូលពី YouTube ឬក៏ចង់បាន Subscribe ពី YouTube ទេយើងចង់បានដូចថាសប្បាយហើយរីករាយពេលចុងសប្តាហ៍ថាក្រោយសិនជំរាបតទៀតកើតោវាប៉ះប្រេងកាឡាអូខេបន្តស្អីរឿងបន្តិចជាមួយយើងអ្នកខ្លះគិតថាយើងលេងឡានតតែក្មេងៗមកលេងក៏ពិតឡាននេះមិនក្មេងៗលេងទេសូម្បីតែមនុស្សធំក៏លេងដែរអញ្ចឹងខ្ញុំលេងឡានដោយសារតែយើងធ្វើការចាន់ដោះសុកសារទឹកខ្ញុំតនេហើយតនេអញ្ចឹងទៅខ្ញុំក៏លេងឡានរបស់ខ្ញុំមានច្រើនចំណឹងទៀតបាទខ្ញុំលើកទៅ2ឯងព្រោះសារតែខ្ញុំខ្ជិលលើកវាលើកទៅលើកមកធ្ងន់នំពេញក៏ខ្ញុំមានដែរអញ្ចឹងមូលហេតុដែលលេងឡានទី1ខ្ញុំបំបត្តិ stress ក៏ប៉ុន្តែវាជានិមិត្តរបស់ខ្ញុំជាក្តីសង្ឃឹមរបស់ខ្ញុំពួកខ្ញុំកើតនៅក្នុងក្រុមគ្រួសារដែលក្រីក្រដែរក្រីក្រហើយយើងនៅតូចយើងចង់ជួយចិត្តលេងឡានហើយខ្ញុំលេងទាំងកង់ង៉ែតពវល់កង់សបកកង់ម៉ូតូលេងអញ្ចឹងហើយធ្វើដីវីកូយន្តធ្វើដីធ្វើបើជាសូនវាជារូបគោយន្តឲ្យលេងអញ្ចឹងហើយនៅពេលដែលខ្ញុំនៅតូចខ្ញុំដាក់និមិត្តថាពេលយើងមានការងារធ្វើល្អប្រាក់ខែល្អហើយខ្ញុំនឹងទិញឡានលេងទោះបីជាខ្ញុំមានគ្រួសារហើយក៏ដោយហើយឡាននេះខ្ញុំធ្វើខ្ញុំជួលគេធ្វើខ្ញុំឲ្យគេធ្វើឲ្យបាទគេធ្វើឲ្យហើយឡាននេះមិនមែនលេង7ថ្ងៃ10ថ្ងៃទេខូចទេនេះយើងលេងរហូតដល់យើងមានកូនទៀតបាទហ្នឹងហើយអ្វីដែលខ្ញុំចង់និយាយនោះគឺថាយើងកុំមានគំនិតគិតថាអ្នកលេងឡានសិតតែដូចក្មេងទេបាទប្រពន្ធខ្ញុំគាត់ធ្លាប់ស្ដីអញ្ចឹងដែរប្រពន្ធខ្ញុំថាអ្នកលេងឡានគឺក្មេងដូចក្មេងអញ្ចឹងឬក៏អ្នកចិត្តខាងឬក៏អ៊ំពូមីងថាអញ្ចឹងបាទបើយើងក៏លេងមើលស្រុកគេនៅអាមេរិកនៅក្នុងប្រទេសផ្សេងកូរ៉េក៏មានដែរដែលគេពេញនិយមលេងឡានអស់រ៉ូលេងឡាន RC ប្រភេទដឹកទំនិញដឹកដីធំបាទពួកគេរីកចម្រើនមែនទែនហើយធ្វើឲ្យខួរក្បាលពួកគេមានគំនិតច្នៃប្រឌិតច្រើនអញ្ចឹងខ្ញុំចង់និយាយថាទោះបីជាយើងមានកូនក៏ដោយសូមកុំឲ្យគាត់កាន់ទូរស័ព្ទកាន់ smartphone tablet អីលេងហ្គេមអនឡាញអីអញ្ចឹងវាអត់សូវជាល្អប្រហែលសម្រាប់ខ្ញុំទេណាខ្ញុំគិតថាឲ្យគាត់ចំណាយពេលលេងឡានលេងដីលេងខ្សាច់អីចឹងទៅបាទខ្ញុំមើលបើខ្ញុំប្រពន្ធខ្ញុំក៏ធ្វើការនៅសាលាអន្តរជាតិថ្លៃសាលាគេបង់មួយឆ្នាំសរុប10,000របៀបគេបង្រៀនកូនគឺពួកគេអត់ឲ្យកូនកាន់ទូរស័ព្ទទេកាន់តែគេមានពេលវេលារបស់គេក្នុងការដែលកាន់អញ្ចឹងណាអញ្ចឹងគេឲ្យកូនគេលេងខ្សាច់លេងរបស់របរដូចតុក្កតាលេងអីផ្សេងៗដើម្បីឲ្យក្មេងៗលូតលាស់ខួរក្បាលអញ្ចឹងល្អមែនតើអញ្ចឹងសម្រាប់ខ្ញុំដោយសារតែយើងគ្រូប្រទេសយើងក្រីក្រដូចខ្ញុំនៅពីតូចអញ្ចឹងខ្ញុំមានឱកាសអត់មានលុយអត់មាននិយាយទៅអត់ម៉ែឪអត់មានលុយទិញឡានទិញអីឲ្យលេងទេអញ្ចឹងពួកខ្ញុំធ្វើដោយដៃខ្លួនឯងធ្វើពីដីអីហ្នឹងអញ្ចឹងឥឡូវនេះយើងធំហើយមានការងារធ្វើហើយបានចំណូលហើយយើងទិញឡានលេងក្រោយខ្ញុំនៅតូចខ្ញុំគិតដូច្នោះខ្ញុំថាពេលនេះខ្ញុំធំឡើងមានការងារធ្វើខ្ញុំនឹងទិញឡានលេងទុកអញ្ចឹងឥឡូវក្តីសម័យរបស់ខ្ញុំបានខ្លាចជាការពិតបាទ
ចឹងអ្វីដែលខ្ញុំលេងឡាននេះគឺទីមួយយើងអាចលំហែកាយខួរក្បាល stress ការងារសៅត្រឹសយើងលេងទៅ ហើយយើងថតវីដេអូផល YouTube ទៅទុកជាអនុស្សាវរីយ៍អីចឹងតែឆ្នាំមុនយើងបានធ្វើអីខ្លះអញ្ចឹងណាហើយប្រភេទឡានដែលខ្ញុំលេងគឺខ្ញុំមានប្រភេទឡាន off-road មួយហើយឡានធំនេះខ្ញុំទៅធ្វើដែរដូចជាបានចិត្ត2 ខែ1 ខែដែរធ្វើដែរអញ្ចឹងហើយឡាននេះថ្លៃដែរសម្រាប់ពួកខ្ញុំថ្លៃតែសម្រាប់គេអ្នកមានគេថាប៉ុណ្្នឹងថោកផងអញ្ចឹងតែយើងលេងតាមសមត្ថភាពរបស់យើងទៅហើយអនាគតយើងមានលុយយើងទិញល្អលេងទៀតទៅបាទយើងមិនទៅជាលេងមួយថ្ងៃខូចណាពួកអីឡានពួកនេះយើងលេងបានលេងធន់អញ្ចឹងនៅខ្មែរយើងចាប់ដើមមានគេធ្វើឡាននឹងបដាហើយឃើញថានៅខ្មែរយើងក៏មានទាំងខ្ញុំថាតែខ្ញុំក្មេងលេងក៏ពិតមានអ្នកចាស់ចំណាស់50-60ហើយនៅតែលេងឡានទៀតបាទអញ្ចឹងល្អមែនតើហើយវាជាវិស័យមួយដើម្បីជួយឲ្យពួកគាត់រីកចម្រើនហើយដូចថាមានការច្នៃប្រឌិតច្រើនទៅនឹងការលេងឡានបាទខ្ញុំនៅវាលស្រែនៅខេត្តលេងតាមខេត្តអញ្ចឹងណាបាទមានភ្នំមានអីអញ្ចឹងខ្ញុំជួយចិត្តចំណាយពេលអស់រោដអញ្ចឹងទៅវារំខានគូក្បាលយ៉ាងជាយើងទៅធ្វើអីអត់ប្រយោជន៍អញ្ចឹងបាទនេះជាអ្វីដែលខ្ញុំចង់និយាយចែកចាយមួយដល់អ្នកគ្នាពីការលេងឡានរបស់ខ្ញុំកុំគិតថាយើងក្បាលធំនៅលេងឡានទៀតអត់ល្អទេបាទឡាននេះឲ្យគេរៀបឲ្យទេហើយអនាគតខ្ញុំចង់អាប់ក្រេតប៉ុងមួយទៀតប៉ុងក្រោយនេះដោយសារតែគាត់អាចបានដាក់ដែកកដាក់ជ័រអញ្ចឹងទៅអាស្ពឺវាដល់ពេលយើងដឹកធ្ងន់បន្តិចវារ៉ាស់វាវិលអត់ទាន់ឬក៏ធ្ងន់ពេកវាអត់វិលវាទៅជារ៉ាស់ស្ពឺអញ្ចឹងទៅធ្វើឲ្យសឹកនឹងជាអ្វីដែលខ្ញុំចង់ចែកចាយមួយដល់នេះអញ្ចឹងសម្រាប់អ្នកនរគ្នាដែលអត់ទាន់មានលុយសំលុយទៅបានសំលុយបដាបន្តិចទៅហើយកុំឃើញដំរីជួយតាមដំរីកុំអញ្ចឹងអសោះអញ្ចឹងហើយខ្ញុំលេងឡាននេះគោលម្ដងធំខ្ញុំទៅ2ឯងទី1ខ្ញុំគោលម្ដងធំមួយទី1គឺខ្ញុំstress ពីការងារខ្ញុំធ្វើការដែរពីច័ន្ទដល់សុក្រខ្ញុំលេងវាមិនមែនលេងរបៀបលេខថាយើងពេលយើង stress ពីការងារយើងលេងវាលំហែកាយបាទទី2អាចដាក់ក្នុង YouTube ដែរនឹងជាអ្វីដែលខ្ញុំធ្វើរាល់សប្តាហ៍អញ្ចឹងហើយខ្ញុំអត់សង្ឃឹមថានឹងមានអ្នកមើលច្រើនអីទេព្រោះខ្ញុំចេះថតអត់ចេះកាត់តអីទេអញ្ចឹងខ្ញុំឃើញ channel ធំរបស់គេលេងឡានគឺគេ subscribe បានច្រើនហើយមានគេធ្វើរបៀបធ្វើឡានគេធ្វើ DIY ផ្សេងៗតែខ្ញុំអត់ចេះទេពួកគាត់ជាអាជីពរបស់គាត់ប៉ុន្តែខ្ញុំមានការងារខ្ញុំផ្សេងពីនឹងខ្ញុំអត់បដោតទៅការធ្វើឡានអីទេអញ្ចឹងខ្ញុំគ្រាន់តែជាអ្នកលេងប៉ុណ្ណឹងហើយមានអ្នកខ្លះឆាតមកសួរខ្ញុំដែរថាឡានហ្នឹងតម្លៃប៉ុន្មានសុំទិញតខ្ញុំអត់មានអ្នកលក់ឡានតែខ្ញុំគ្រាន់តែជាអ្នកលេងឡានធម្មតាតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការចំណាយពេលស្ដាប់វីដេអូរបស់ខ្ញុំហើយក៏បើសិនជាអ្នកគ្នាពេញចិត្តគិតថាមានប្រយោជន៍អញ្ចឹងកុំភ្លេចជួយ subscribe ដាក់រូបកណ្ដឹងឬក៏ comment share វីដេអូនេះអ្នកមួយហើយខ្ញុំនឹងបង្ហោះការលេងឡានរបស់ខ្ញុំរាល់សប្តាហ៍ក៏ដូចជាចំណាប់អារម្មណ៍របស់ខ្ញុំផ្សេងផងដែរអញ្ចឹងហើយបើសិនជាអ្នកខ្ញុំចង់សួរតាមតម្លៃឡានហ្នឹងមួយម៉ានខ្ញុំប្រាប់អត់បារម្ភទេអាហ្នឹងជាលុយរបស់យើងចង់ឆ្លើយរឿងរបស់យើងអញ្ចឹងណាហើយខ្ញុំក៏មិនខ្មាស់អៀនថាអូខ្ញុំទិញហាងនេះថ្លៃជាងហាងនោះអត់បញ្ហាទេអាហ្នឹងរឿងជារឿងរបស់ខ្ញុំអញ្ចឹងបាទសម្រាប់បើសិនជាអ្នកចង់ដឹងតម្លៃណាបើថាអត់ចង់ដឹងតម្លៃទេក៏អីដែរអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយទៀតបាយបាយ